សួស្តីអ្នកទាំងអស់គ្នាតោះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ array នៅក្នុងភាសា Java អញ្ចឹងខ្ញុំមាន file មួយខ្ញុំបង្កើត class មួយឈ្មោះថា array my array អញ្ចឹងបាទ my array បាទអញ្ចឹងយើងត្រូវដឹងថាអ្វីទៅជា array ទីមួយយមន័យវា definition វាអីគេជា array definition what is array អីគេទៅជា array តើអ្នកដឹងអត់អញ្ចឹងយើងត្រូវ define array នៅក្នុងភាសា Java បាទអញ្ចឹង array គឺត្រូវបានគេប្រើប្រាស់ដើម្បី store នៅតម្លៃលេខច្រើនបាទពីមុនយើងធ្លាប់រៀនហើយនៅពេលដែលយើងប្រកាស array ឧទាហរណ៍យើងមាន main method មួយឧទាហរណ៍យើងមាន int num1 ហ្នឹងទៅមាន int num1 ស្មើ5 int num2 ស្មើ4អញ្ចឹងទៅឃើញប្រកាសរៀងរាយច្រើនអញ្ចឹងនៅក្នុង array ហ្នឹងវាគេកាប់បន្ថយក្នុងការយើងសេអញ្ញត្តិច្រើនដងអញ្ចឹងទៅហើយការប្រកាស array ហ្នឹងដើម្បីឲ្យវាក្លាយជា array អ្នកទាំងអស់គ្នាត្រូវមានប្រើប្រាស់នៅសញ្ញានេះគេឲ្យឈ្មោះថា square bracket បាទនឹងភាសាអង់គ្លេសឲ្យឈ្មោះថា square bracket អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់វានៅក្រោយនេះក៏បាននៅក្រោយ data type ជា integer នេះក៏បានឬក៏ដាក់វានៅក្រោយនេះក៏បានអញ្ចឹងក្រោយឈ្មោះអញ្ញត្តិហ្នឹងក៏បានដាក់នៅកន្លែងណាក៏បានដែរអញ្ចឹងយើងដាក់អញ្ចឹងហើយយើងដាក់សញ្ញានេះមកហើយឬក៏ដាក់ប៉ុណ្នេះសិនបាទអានេះជាប្រភេទជា integer យើងមានប្រភេទជា string បាទជាប្រភេទជា string ឧទាហរណ៍ name អញ្ចឹងចាស់ name បាទឬក៏ឆាបាទឆា gender អញ្ចឹងទៅបាទឆា gender ឬក៏ដាក់ឆាអញ្ចឹងបងប្អូនឬក៏ឆាអូខេ country អញ្ចឹងទៅអូខេ country ដាក់ country អញ្ចឹងអានេះគឺជាការប្រកាសនៅ array អញ្ចឹងឥឡូវយើងបាន declare array ហើយអញ្ចឹងគេថា array ដើម្បីយើងផ្ដល់តម្លៃឲ្យវាគឺយើងត្រូវប្រើសញ្ញានេះទៅគឺសញ្ញា curly break បាទ curly សញ្ញា curly break បាទ curly brace បាទ curly brace អញ្ចឹងឧទាហរណ៍នេះខ្ញុំចង់ assign តម្លៃវាអញ្ចឹងដាក់ស្មើនឹងអញ្ចឹងមកដើម្បី assign តម្លៃឲ្យវាអញ្ចឹងយើងមាន4 5 2 52 3 5 8អញ្ចឹងទៅបាទហើយឈ្មោះដូចគ្នាបាទអ្នកទាំងអស់គ្នាអាចដាក់ឈ្មោះនេះឈ្មោះជា string បាទចឹងដាក់ទៅចត្រាតារាឬសំសម្រាប់បុប្ផាចឹងទៅបាទឈ្មោះបន្តមកទៀតយើងមានឆាបាទឧទាហរណ៍ឆាឧទាហរណ៍ country C បាទ A cam បាទ cam bo dia បាទ Cambodia អញ្ចឹងបាន Cambodia ឥឡូវយើង
print តម្លៃទាំងអស់នឹងមើលអ្នកនេះអាច print បានចឹងយើងសើមក CSML នៃ NAM1 ហ្នឹងមកបាទតោះនេះយើងសើនៃ name នេះមកបាទហើយនេះយើងសើនៃ country ចឹងយើងអាច run បាន compile វាមួយទៅ Java C ឈ្មោះថា my array.java បាទនេះយើង compile បាន bytecode របស់យើងដល់មកយើង run វាមក Java my array បាទនេះយើងឃើញ object ទី1នេះវា store ជាលក្ខណៈបែបនេះ array នេះបងប្អូននេះគឺជាទីតាំងបាទទីតាំងនៃ memory របស់យើងអញ្ចឹងដើម្បីឲ្យមើលឃើញអានេះអ្នកទាំងអស់គ្នាសាក .toString ទៅ.toString នៅជាអញ្ចឹងអត់ចេញទេអញ្ចឹងដើម្បី access តម្លៃវាឥឡូវអត់ទាន់ចូល access ហើយទៀតឥឡូវមកណាដើម្បី access តម្លៃវាយើងដាក់សញ្ញានេះមកឧទាហរណ៍ហើយយើងដាក់ index ទី0ហ្នឹងមកអញ្ចឹងអានេះដូចគ្នាដែរ print index ទី0ណាបាទចឹងអានេះ print index ទី0ណាមកឃើញតម្លៃវាអញ្ចឹងយើងអាចសាកល្បង run ម្ដងទៀតបាទអញ្ចឹង index ទី0 4អីចឹងទៅអញ្ចឹងសូមបន្តមើលបន្តទៀតយើងមានរូបបងប្អូនមើលអញ្ចឹងនេះគឺជាទីតាំងមួយនៃ array អញ្ចឹង array គឺ store របៀបចេះអញ្ចឹងឧទាហរណ៍មកប្រទេសនេះមាន0នៅជួរដំបូងនេះគឺជា index ទី0ទី1ទី2ទី3ទី4ទី5 6 7 8អញ្ចឹងធាតុរបស់យើងទាំងអស់គឺមាន9ធាតុបាទ array len គឺមាន9ធាតុហើយ index ដំបូងគេគឺជា index ទី0ហើយ index ក្រោយគេនេះគឺជា index ទី8ណាបាទជា index ទី8អញ្ចឹងមានន័យថាបើអ្នកទាំងអស់គ្នាចង់ access តម្លៃនេះបាទតម្លៃមួយនេះអញ្ចឹងយើងមើលក្នុង code របស់យើងវិញឧទាហរណ៍ឥឡូវយើងនិយាយតែ integer នេះបានហើយតោះយើងមើលនេះទៅយើងឃើញថាយើងមានតម្លៃ4 5អីចឹងទៅអញ្ចឹងនៅកន្លែងនេះមានន័យថាវាឧទាហរណ៍វា store និយាយបាទអានេះគឺលេខ4ដល់មកលេខ52លេខ3លេខ5និងលេខ8អញ្ចឹងលេខ4នេះគឺស្ថិតនៅក្នុង index ទី0បាទយើងរាប់ចឹងមកអានេះគឺស្ថិតនៅលើ index ទី1តមកទៀតលេខ3គឺស្ថិតនៅ index ទី2នេះ index ទី3លេខ8គឺស្ថិតនៅលើ index ទី4អញ្ចឹងដើម្បី access តម្លៃវាយើងត្រូវសរសេរឈ្មោះនៃអញ្ញត្តិហ្នឹងមកហើយយើងដាក់សញ្ញាគេនេះសញ្ញា square bracket នេះមកបាទហើយយើងដាក់ធាតុវាអញ្ចឹង0គឺយើងនឹង print មកបានលេខ4បាទលេខ1យើងនឹង print មកបានលេខ52រីឯលេខ2យើងនឹង print មកបានលេខ3អញ្ចឹងខ្ញុំដាក់ធាតុទី3 index លេខ3អញ្ចឹងពេលដែលខ្ញុំដាក់ index ទី3យើង print មកនឹងបានលេខ5ឥឡូវយើងសាក print មើលទៅ Java my array.java ខ្ញុំដាក់ចេះវា compile ហើយវា run នេះអញ្ចឹងគឺបានលេខ5ដូចអ្វីដែលយើងចង់បានអញ្ចឹងលេខ5ទៅបាទយល់ណានេះគឺជារបៀបនៃការដែលយើងអាសានតម្លៃដូចគ្នាដែរអានេះ store ចត្រានេះសិតនៅ index ទី0 index ទី1 index ទី2 index ទី3អញ្ចឹងបើខ្ញុំចង់បាន
access នៃតារានេះខ្ញុំត្រូវដាក់លេខ1មកបាទអញ្ចឹងយើងសាក run ម្ដងទៀតមកនេះអញ្ចឹងតារាបាទតារាអញ្ចឹងយល់ណាការប្រើប្រាស់ array បាទអញ្ចឹងគេថា array គឺវា fix size fix size មានន័យថាម៉េច fix size មានថាយើងអត់អាចថែមថយបានទេឧទាហរណ៍ឥឡូវយើងបង្កើត array នេះមានទំហំវាប៉ុន្មានមាន size ប៉ុន្មានគឺ size វាគឺ5មាន4ធាតុអញ្ចឹងយើងសាក print មើលទៅ size នៃ num1 dot length បាទ dot length ដើម្បី check size វាមើលអញ្ចឹង size វាទាំងអស់គឺពី0ដល់4គឺមាន5 size បាទមាន5 length ប្រវែងនេះគឺ5នេះ5ណាមាន5 length ណាបាទអញ្ចឹងយើងអត់អាចអីគេមែនយើងអត់អាចបន្ថែមឬក៏បន្ថយមិនថាលុបដូចយើងមើលក្នុងរូបយើងអត់អាចលេខ89នេះអត់អាចលុបអានេះចោលឬលុបអាណាមួយឯង fix size យើងបង្កើតមកប៉ុណ្ណាគឺបានប៉ុណ្ណឹងហើយអត់អាចទៅថែមថយឬក៏លួចលុបវាជាងបានទេអញ្ចឹងមិនយើង access តម្លៃវាបាទមិនយើងទៅ access យើងតន់ហើយយើងចូលបន្តទៀតយើងទៅធ្វើការ change បាទ change value បាទ change value អញ្ចឹងមិនយើង access នៅ value អញ្ចឹងដើម្បី change value ឧទាហរណ៍មិនខ្ញុំ print យើងដាក់នេះមួយទៅយើងដាក់ថា index ទី3ហើយ index 3បាទ index 3ហ្នឹងគឺយើង print ទៅមិនគឺបានប៉ុណ្ណឹងទៅឥឡូវយើងនឹង change index 3បាទយើងនឹង change index ទី3បាទគាត់ថា after change អញ្ចឹង after change ខ្ញុំបូកមកខ្ញុំទៅដាក់ num 1នៃលេខ3នេះអញ្ចឹងយើង change មកដើម្បី change វាយើងសរសេរមកបាទសរសេរថាម៉េចបាទ num1 បាទ num1 នៃម៉ានបងប្អូន num1 នៃ index ទី3ស្មើទៅមកហើយអញ្ចឹងមិញ index ទី3 0 1 2 3លេខ5ឥឡូវខ្ញុំដាក់លេខ15វិញ15បាទអញ្ចឹងយើងសាកទៅរកទាំងអស់គ្នា Java my array.java អញ្ចឹងខ្ញុំ compile ឲ្យ run នេះអញ្ចឹង index ទី3គឺលេខ5បាទលេខ5 after change គឺ15បាទ index ទី3 is ដាក់ចេះឲ្យវាស្រួលមើលម្ដងទៀតអញ្ចឹងយើងដាក់ទៅ index ទី3គឺលេខ5បាទបន្ទាប់ពី change គឺលេខ15នេះខ្ញុំដាក់ length វាទៅ length បាទ length string ក៏ដូចគ្នាដែរយើងធ្វើអញ្ចឹងមកគឺវាចេញតម្លៃដើម្បី change វាគឺដូចគ្នាអញ្ចឹងយើងខ្ញុំចូលទៅមួយចំណុចទៀតតកតងជាមួយនឹងអ្នកគ្នាជាមួយនឹងការប្រើប្រាស់បាទជាមួយនឹងការប្រើប្រាស់ keyword new បាទ keyword new អញ្ចឹងយើងនឹងប្រើ keyword new អញ្ចឹងយើងក៏អាចប្រើ keyword new បានដែរនៅពេលដែលយើងបង្កើត keyword new នេះមានថាយើងបង្កើត new array មួយជាមួយនឹង empty បាទ empty array values with fixed size
ចឹងឧទាហរណ៍នេះខ្ញុំមាន name2 ម្ដងឥឡូវយើងមើល name2 in name2 ចឹងខ្ញុំដាក់សញ្ញា square brackets បាទ square bracket បាទ square bracket យើងដាក់នៅលើ variable ក៏បាននៅលើ data type ក៏បានចឹងដាក់ស្មើនឹង new in បាទស្មើនឹង new in ហើយយើងបើក square bracket ហើយយើងដាក់ចំនួនធាតុឧទាហរណ៍ខ្ញុំដាក់ថា5អញ្ចឹងពេលនោះវានឹងបានបង្កើតធាតុនៃ array ចំនួន5ចាប់ដើមពី index ទី0រហូតដល់ index ទី5អញ្ចឹងយើងសាកទៅ print វាមើលទៅ num2 នៃ0បាទបាទ num ចឹងខ្ញុំសាក print ពី0ដល់លេខ4ចឹង0តោះមកអានេះគឺលេខណា1 2 3 4អញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាបង្កើតអានេះមិញខ្ញុំគិតថាវានឹងបង្កើត empty value អញ្ចឹង empty នេះមានថាអាហ្នឹងគឺបើសិនជាលេខគឺ default value វាគឺ0អញ្ចឹងវាសាក run មើលទៅនេះមកលេខ0ទាំងអស់អូខេអញ្ចឹងត្រឹមត្រូវណាអញ្ចឹងយើងបង្កើតអញ្ចឹងហើយអ្នកទាំងអស់គ្នាអាច change value វាបានដែលយើងរៀនហើយមិនរបៀប change វាអញ្ចឹងដាក់នឹង num2 នៃឧទាហរណ៍ index ទី5នេះមាន index ទី5អត់មានទេមានតែ index ទី4អញ្ចឹងស្មើ55ហ្នឹងទៅបាទអញ្ចឹងយើង compile ម្ដងទៀតយើង run ម្ដងទៀតបាទនេះគឺលេខ55 index ទី4យើងបានដល់ index ទី4គឺស្មើលេខ55អញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាដាក់ num2 នៃ index ទី5វិញមាន index ទី5អត់មានទេអញ្ចឹងបើកាលណាអត់មានវានឹងចេញ error មួយឈ្មោះថា array index out of bound ឥឡូវយើងមើល error វាចេញថាម៉េចជួយ error អញ្ចឹងវា error ថា index 5 index លេខទី5យើងមានតែ4ទេ out of bound ឡើង out bound ឡើង5អញ្ចឹងអានេះមានថាយើងព្យាយាមបង្កើត array បន្ថែមធាតុទី5អញ្ចឹងយើងអាចបន្ថែមបានយមន័យមុនហ្នឹងគឺបានតែឆេងយើងជាមឆេងចឹងអត់បានទេណាយើងអាចដាក់លេខ1យ៉ាងទៅក៏បានដែរអញ្ចឹងប៉ុណ្ណឹងមកហើយយើងទៅ run វាមកទៀតណានេះហើយអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាក៏អាចប្រើ for loop បានដែរឧទាហរណ៍ឥឡូវយើងមាន array នេះយើងចង់ loop វាមើលបាទ loop ឈ្មោះនេះយើងអាចប្រើ for ទៅ for in នៃ I ស្មើនឹង0យើងរៀនហើយណា I តូចជាង names dot len មកបាទ dot len I បូកបាទតើមកយើង print មកបាទ name បាទ print name មកអញ្ចឹងយើងបូកស្មើនឹង name នៃ I មកបាទ name នៃ I អញ្ចឹង name នៃ I ទី I វារត់ពីណាពី0បាទពី0មកអញ្ចឹងពី0អញ្ចឹង I 0តូចជាង len អត់អញ្ចឹង len យើងមើល1 2 3 4អញ្ចឹងវាតូចហើយអញ្ចឹងដំបូងគឺវា run ពីលេខ0អញ្ចឹងលេខ0អានេះ index ទី0នេះចត្រាអញ្ចឹងវានឹង print 0ហ្នឹងគឺស្មើចត្រាបាទអញ្ចឹងកន្លែង name នៃ e នេះដំបូងយើងឲ្យ0អញ្ចឹង0ហ្នឹងគឺ print មកថាចត្រាតោះមកវាបូកកន្លែងនេះវានឹងថែម index មួយទៀតមិនពី0បូកគឺ
វាកើនមួយលេខគឺជាលេខ1អញ្ចឹង for មក1តូចជាងលេខតូចជាង4អត់តូចចូលទៀតអញ្ចឹង e នេះដូរមកពីលេខ0មកលេខ1អញ្ចឹងលេខ1វានឹង print 0 1គឺ print តារាបាទ print តារាចឹងទៅអានេះ0 print ចិត្តតារា1 print តារាតទៅទៀតវាវិលជុំទៀតវា update index បូកទៅជាលេខ2បាទលេខ2តូចជាងលេខជាង4អញ្ចឹងលេខ2ចាប់មើលទៅគឺឈ្មោះសម្រាប់ហើយវាបូកទៀតហើយវាបានលេខ3លេខ3វាតូចជាងលេខនៃ4អញ្ចឹងឈ្មោះថាបូកផាអញ្ចឹងវាបូកទៀតហើយមកលេខ4បាទអញ្ចឹងវាលោកយើងមកដល់លេខ4វា check មើល4 i នេះ4ហើយ4តូចជាងលេខអត់វាអត់ទេអញ្ចឹងគ្រួសារយើងមានត្រឹម1 2 3 4លេខនេះមានត្រឹម4អញ្ចឹងវាអត់ពិតទេបើវាអត់ពិតវាឈប់លូបទៅហើយអញ្ចឹងវាលូបធំឡើងអញ្ចឹងយើងនឹងចេញពាក្យថា names ជាមួយចត្រាតែមក name នេះទៀតតារាយ៉ាងទៅតែឥឡូវយើងសាកព្រីមមើលទៅគឺក៏អ្នកទាំងអស់គ្នាអាចតយើង string អញ្ចឹងទៀតក៏បានយើងអាចតអញ្ចឹងយើងអាចបូកនៅ i យកមកយើងហើយបូកទៀតមកដើម្បីយើងស្រួលមើលតែឥឡូវខ្ញុំ clear ហើយយើង run មកនេះជាណាអញ្ចឹង name index 0ចត្រា index ទី1តារា index ទី2សម្រាប់ index ទី3បុប្ផាតារាយ៉ាងទៅបាទនេះគឺជាការ access តម្លៃវាទៅហើយយើងក៏អាចធ្វើការសាមឥឡូវឧទាហរណ៍មួយទៀតឧទាហរណ៍ខ្ញុំសាមធ្វើការសាមម្ដងបាទណាសាមឧទាហរណ៍ array នេះចុះឥឡូវខ្ញុំលុបអានេះចោលវិញបាទអញ្ចឹងយើងឲ្យ for មក for in នៃ e ស្មើ0 e តូចជាង num1 dot len e បូកបាទអញ្ចឹងដើម្បីសាមវាយើងត្រូវប្រកាស in នៃsum ស្មើ0បាទ in នៃ sum ស្មើ0នេះតបមក sum ស្មើនឹង sum បូកជាមួយនឹង e នេះបូកជាមួយនឹង num នេះ num1 នៃ e បាទអញ្ចឹងយើងឃើញ array របស់យើង num1 នៃ e យើងយកធៀបទី0គឺលេខ4អញ្ចឹងវាបូករហូតបូកមកយើងនឹងបានលទ្ធផលបែបនេះ sum array is បូកជាមួយនឹង sum បាទអញ្ចឹងយើងមើលយើង print វាទៅវាចេញទៅអត់នេះ sum array ស្មើ72 sum array 72យើងបូកទៅឃើញ72អញ្ចឹងកន្លែង sum នេះយើងឃើញយើងសរសេរ2ដងដើម្បីសរសេរខ្លីបានអ្នកនរគ្នាយក sum បូកស្មើនឹង num1 នៃ i ទៅក៏បានដែរមួយណាវែងជាងមួយណាខ្លីជាងបាទដើម្បីនេះខ្លីជាងអញ្ចឹងជាទូទៅគឺយើងសរសេរមួយនេះហើយគឺអត់ដែលសរសេរមួយនេះទេអញ្ចឹង sum បូកស្មើនោះមានថាយក sum នោះបូកខ្លួនឯងដំបូង0បាទ0បូក index នៃ i index ទី0គឺ4 0បូក4 4វាលូបតទៀតបូកទៅវាចេញលទ្ធផលហើយអញ្ចឹងយើងសាក run មើលទៅបាទដំណើរការឥឡូវឧទាហរណ៍ខ្ញុំសរសេរវាជា function វិញឥឡូវខ្ញុំលុបចោលទាំងអស់នេះហើយខ្ញុំសរសេរវាជា function មួយឲ្យវាទាំងអស់នេះឥឡូវខ្ញុំមាន function sum មួយបាទ sum array public in
sum បាទ in sum នៅក្នុងហ្នឹងយើងមានមិន in sum ឥឡូវខ្ញុំ loop ឈ្មោះចុះបាទ loop ឈ្មោះ print ឈ្មោះចុះ print name print all name ទៅចា print name ឧទាហរណ៍នេះខ្ញុំមាន string នៃ name បាទ string នៃ name អញ្ចឹងខ្ញុំនឹងប្រើមួយនេះ argument ដែលយើងឃើញម្ដងដែលអត់ដែលបានឧទាហរណ៍នេះអានឹងស្អីគេអញ្ចឹងខ្ញុំ return ថាជា string នៃ array វិញមកបាទ array វិញអញ្ចឹងនេះគេអញ្ចឹងខ្ញុំនឹង return បាទ return ខ្ញុំ result ខ្ញុំតាម string result ស្មើនឹងទេអញ្ចឹងតើមកខ្ញុំ return result ដល់ result ដល់ f ផងអញ្ចឹងយើង loop មក for in នៃ e ស្មើនឹង 0 e តូចជាង names dot length e បូកបាទ e បូកអញ្ចឹងយើងត្រូវត result ឡើងមក result អានេះយើងភ្លេចដាក់វាជា array result បូកអីសំទោសអានេះយើងត្រូវប្រកាសវាជាឲ្យមាន size វាបាទ new ទេបាទ new string យើងដាក់ size វាបាន size យើងស្មើនឹង names dot length បាទ name dot length អញ្ចឹងមើលថាយើងយកអា length របស់នេះអញ្ចឹងអា length នេះមានប្រមាណឧទាហរណ៍គេវាយ length វា5អានេះ length វា argument នេះ length 5អញ្ចឹងអា result នេះក៏ត្រូវ5ដែរព្រោះពេលបង្កើតមកក៏ត្រូវ fix size 5ហើយបានយើងយក array នៃ e នេះ result នៃ e នេះយើងស្មើនឹងដើម្បី change តម្លៃវាស្មើនឹង names នៃ i ប៉ុណ្ណឹងចប់ហើយយើងអាច return result បានណាយើងមាន function នឹងហើយឥឡូវយើង call function នឹងប្រើដើម្បី call function អានេះគេឲ្យឈ្មោះវាថាជា instant method អញ្ចឹងរបៀបហៅ instant method គឺត្រូវការ keyword new បាទអញ្ចឹងយើង my array a ស្មើនឹង new my array បាទតមកយើងយកខ្ញុំចង់ print វា print បាទ print size មកខ្ញុំដាក់ថា result បូកជាមួយនឹងនេះ a dot print name អញ្ចឹង print name នេះខ្ញុំចាប់ចេញពី argument នេះតោះឥឡូវយើងមើលរបៀបនៃការចាប់យកចេញពី argument clear មកអញ្ចឹងខ្ញុំវាយ command java c ខ្ញុំ compile វាសិនបាទ compile my array dot java អញ្ចឹង compile ហើយទៅជា bytecode ហើយយើងអាច run វាបានណា java my array យើងចុចបូកហើយយើងត្រូវបូកឈ្មោះបាទខ្ញុំដាក់ថាចត្រាតារាបូកហើយនឹងសម្រាប់ហើយខ្ញុំ enter បូកនេះអញ្ចឹងយើងបានអានេះមកណាបាន array នេះអញ្ចឹងយើងចង់ដឹង array ណា array នេះវាមានអីខ្លះអញ្ចឹងឥឡូវយើងត្រូវតាមវាមក string results ស្មើនេះមកហើយនៅក្នុងនេះអាច loop វាទៀតមកដើម្បី print តម្លៃយើងឲ្យបានអញ្ចឹងខ្ញុំប្រើ for ម្ដង for string s នៅក្នុង result យើងសេចក្ដីបានដែរបាទ
ស្មើនឹង for loop អានេះ for each loop អញ្ចឹងខ្ញុំ print មក cell បាទ name យ៉ាងមកបូកជាមួយនឹង s បូកជាមួយនឹង s ប៉ុណ្ណាបាទហើយយើង compile ម្ដងទៀតមកខ្ញុំវាយអញ្ចឹងខ្ញុំវាយមកមានខ្ញុំ run វា Java my array ហើយអ្នកមានចត្រាតារាបុផាយទៅអញ្ចឹងមានថាយើងសរសេរអញ្ចេះគឺអានេះគឺជា value argument ដែលយើងដាក់ទៅណា argument អញ្ចឹងអានេះមាន5ឥឡូវ1 2 3 4ដាក់មួយទៀតសិនបូបាទឈ្មោះបូនេះចុះអញ្ចឹងមាន array មាន5ធាតុធាតុទី0ទី1ទី2ទី3ទី4អញ្ចឹងកន្លែងនេះវានឹង print name ទាំង5ហ្នឹងមកឲ្យនេះធាតុទី1គឺចត្រាតារាបុប្ផាសម្រាប់ហើយនឹងបូបាទអរគុណច្រើនរបៀបការប្រើប្រាស់ array មានតែប៉ុណ្ណឹងហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបិទ